បងប្អូនអ្នកស្រាអ្នកចំការគ្មានអីទេក្រៅពីបិទឲ្យផ្លែឈើអានេះខ្នុរហើយនឹងស្វាយចន្ទីតែមកមើលខ្នុរជាងតិចបាទខ្នុរនេះផ្លែល្អបាទទាំងជាកោបនេះជាកោបហ្មងផ្លែល្អខ្លាំងមែនទែនដីមានជីជាតិល្អគឺចឹងបន្លែផ្លែឈើគឺថាដាក់ទៅដុះដាក់ទៅកើតផលហ្មងនេះមកដើមទៀតខ្នេះក៏ផ្លែច្រើនដែរបាទមើលទៅជាកោបនេះជាកោបគ្រប់មែកបាទហើយរសជាតិក៏ឆ្ងាញ់ដែររសជាតិទីនេះថាលេខ1ហ្មងខ្នុរហ្នឹងផ្លែល្អផ្លែអត់ដាច់ទេផ្លែខ្នុរនេះគប់ប្រាំងគួរសាហ្មងនិយាយពីសាច់នេះវិញក៏ល្អដែរសាច់គឺថាលឿងល្អតែម្ដងមកទៅគួរឲ្យចង់ញ៉ាំហ្មងហើយបើនិយាយពីរសជាតិវិញក៏គឺថាឲ្យលេខ1តែម្ដងបាទដាក់ទៅគឺជាប់ចិត្តអញ្ចឹងហើយបងប្អូនដែលមានដីស្រែចម្ការគួរតែសង្វាតដាំដុះឬក៏ចិញ្ចឹមសត្វហើយជាដើមកុំទុកដីចោលឲ្យទៅធ្វើការគេវាមិនលើសយើងអ្នកស្រែចម្ការបានទេធ្វើការគេ